តាំងពីចាំងហើយនឹងហ្គាសឡើងថ្លៃមកណាឃើញអ៊ំពូមីងប្រហោះច្រើនដល់ហើយចង់វិលរកសង្សារចាស់ដូរពីប្រើកច្រានហ្គាសទៅត្រឡប់ដិតអស់វិញតែផ្ទះទូនអូនហើយនឹងយាយអូនណាឡើងដល់ណាក៏ឡើងទៅព្រោះដិតអស់ហ្នឹងអ៊ំពូមីងពួយកលេឃើញកច្រានទូនអូនស្រួលតាំងពីចំនួនអ៊ុតសក់ស្បៃក្តោបស្លោះខោដល់ទ្រូងជិះម៉ូតូកែបកាត់ពួយឃើញអញ្ចឹងមែនណាព្រោះដូរអីមិនដូរទេព្រោះដាំបាយតាមអាគិសនីហ្នឹងគឺថាបាយមិនឆ្ងាញ់អញ្ចឹងឯងបានអូនថាហូតគេឡើងជាងហ្នឹងក៏ទួតអត់អីដែរតែថាទៅអ៊ំពូមីងបើឡើងកាន់តែខ្លាំងអត់ចោះគឺធ្វើឲ្យទំនិញទីផ្សារក៏ឡើងថ្លៃដែរអញ្ចឹងប្រមដែរហ្នឹងណាចឹងក៏លេខមកថ្ងៃនេះវិញអូនបានមកហូបពីរមុខមួយមុខហ្នឹងគឺសាឡមជូរផ្កាអង្គាសដីចំណូលចិត្តអូនទៀតហើយឲ្យតាសំដៅមកជូរអ៊ំពូមីងចូលចិត្តរួចបានមកជូរបាយត្រីស្រែទៀតណានិយាយថាឆ្ងាញ់អូយឆ្ងាញ់មិនថាបន្លែមិនត្រីទេគឺទិញនៅតាមភូមិនេះឯងយាយតាអ៊ំពូមីងគឺបេះតាមផ្ទះរកតាមស្រែតាមស្ទឹងយកមកក្រានលក់ក្នុងភូមិហើយទៅសុទ្ធតែធម្មជាតិចំណែកឯមុខនេះគឺខ្នប់កូនត្រីប៉ុន្តែខ្នប់នេះយកទៅចៀនហើយអ៊ំពូមីងអត់បាំងអាំងទេព្រោះញ៉ាំតែបើបានអាំងជាមួយស្លឹកល្មៀតណាឈ្ងុយហើយឆ្ងាញ់ទៀតតែអានេះបញ្ញាប់តែក៏ឆ្ងាញ់ដែរញ៉ាំជាមួយនឹងអន្លក់ខ្ចីចោះបាយសាហាវអ៊ំពូមីងណាខ្លះចូលចិត្តមុខម្ហូបហ្នឹងអញ្ជើញមកញ៉ាំមួយអូនចឹងអ៊ំពូមីងបានម្ហូបអីដែរបើរូននឹកអត់តាន់ឃើញទេមកញ៉ាំមួយអូនមកចឹងវីដេអូអូនមានតែប៉ុណ្្នេះឯងជួបអូនរីកានៅវីដេអូក្រោយៗ